កលខ្លួនឯងច្បាស់ទើបអាចខ្លាយជាម្ចាស់លើកខ្សែជីវិតខ្លួនយើងបានខ្ញុំមិនដែលគិតថាចង់ប្រកួតប្រជែងជាមួយអ្នកណាទេតែបើគេគិតថាខ្ញុំជាគូប្រជែងគិតទៀតទៅអញ្ចឹងអរគុណដែលទុកខ្ញុំជាគូប្រជែងត្រូវប្រើជីវិតឲ្យមានប្រយោជន៍ព្រោះយើងកំពុងតែមានអតិភិបជាងគេក្នុងចំណោមមនុស្សនៅជុំវិញខ្លួនយើងកុំភ័យខ្លាចថាយើងខុសពីគេព្រោះធម្មជាតិបានផ្ដល់ឲ្យយើងនៅភាពលេចធ្លោមិនបាច់យើងទាមទារបើយើងមានបង្គោលឲ្យផ្អែកជារឿងល្អតែបើយើងគ្មានទេយើងត្រូវតែរឹងមាំដោយខ្លួនឯងរស់នៅមិនបាច់ទៅលំអភ្នែកអ្នកណាទេសំខាន់យើងធ្វើអ្វីស្រួលខ្លួនយើងមិនបាច់ហក់លោតហៃសូតែប្រហោងក្នុងទេប្រសិនបើយើងទើបបរាជ័យកុំទាន់អាលចុះចាញ់ព្រោះភាពជោគជ័យត្រូវប្រើពេលវេលាត្រូវចាំថាក្រោយពីភ្លៀងមេឃស្រឡះអញ្ចឹងហើយកុំទាន់បាក់ទឹកចិត្តជាមួយរឿងដែលមិនទាន់ជោគជ័យកុំបន្ទោសគេបើខ្លួនយើងគ្មានសមត្ថភាពទេប្រឹងកែលម្អខ្លួនឯងឡើងមនុស្សជោគជ័យមានរឿងពីរនៅលើបបោមាត់មួយគឺភាពស្ងៀមស្ងាត់ពីរគឺស្នាមញញឹមស្ងៀមស្ងាត់ដើម្បីជៀសវាងបញ្ហាញញឹមដើម្បីដោះស្រាយបញ្ហាមនុស្សខ្លាំងមើលលើទង្វើមិនមែនសម្ដីលោឡាឥតបានការនោះទេគេរស់បែបគេយើងរស់បែបយើងកុំប្រៀបធៀបគ្នាអីពីព្រោះដំណើរជីវិតនោះអ្នកម្នាក់គឺឆ្លងកាត់រឿងមិនដូចគ្នាទេប្រសិនបើយើងចេះគ្រប់គ្រងអារម្មណ៍បានល្អនោះជីវិតយើងនឹងប្រសើរឡើងកុំឲ្យពាក្យសម្ដីរបស់អ្នកដទៃដុតបំផ្លាញក្តីសុខរបស់យើងចូលបណ្ដោយឲ្យវារសាត់តាមខ្យល់ទៅចុះបើយើងមានគោលដៅដាច់ខាតកុំធ្វើតាមអារម្មណ៍ប្រឹងប្រែងអត់ធ្មត់តស៊ូព្យាយាមកុំវង្វេងតាមអារម្មណ៍ថ្ងៃនេះយើងធ្វើមិនទាន់បានល្អថ្ងៃស្អែកខំប្រឹងបន្តទៀតកុំអស់សង្ឃឹមខ្ញុំមិនមែនជាអ្នកលេងទេប៉ុន្តែខ្ញុំដឹងពីរបៀបលេងហ្គេមនោះដូច្នេះកុំលេងជាមួយខ្ញុំធ្វើជាមនុស្សកុំស្អាតតែរូបចរិតមាយាទមិនបានអ្វីដែលស្អាតបំផុតនោះគឺមិនមែនជាសម្រស់ឡើយធ្វើអ្វីក៏ដោយមានតែខ្លួនយើងរឹងមាំទេទើបយើងមានតម្លៃយើងកើតមកដើម្បីរស់សប្បាយរីករាយជាមួយជីវិតដ៏មានន័យរបស់យើងមិនមែនកើតមកដើម្បីកើតទុក្ខដោយសារអ្នកដទៃទេយើងត្រូវធ្វើការដោយស្នាមញញឹមនិងរីករាយមនុស្សខ្លាំងដោយសារការប្រឹងប្រែងធ្វើការរៀនសូត្រកុំមើលងាយការងារដែលយើងធ្វើប្រចាំថ្ងៃប្រចាំខែហើយចោលទៅអាចរឹកជាន់គេលើកខ្លួនឯងនឹងបើយើងរកលុយបានច្រើនមិនស្មើនឹងយើងសល់លុយច្រើននោះទេតែបើយើងរកលុយបានច្រើនចាយច្រើនយើងនៅតែស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដដែលកុំយំឲ្យគេអាណិតបើចាយមិនចេះគិតកុំសង្ឃឹមថាមានគិតធំមិនខុសទេអ្វីដែលខុសគឺគិតហើយមិនព្រមធ្វើមានមនុស្សភាគច្រើនពេលចាស់ទៅបានត្រឹមតែស្ដាយក្រោយនេះហើយជីវិតអនាគតត្រូវតែហ៊ានសាកបងកុំឲ្យស្ដាយក្រោយពេលចាស់ទៅពេលដែលលំបាកនឹងធ្វើឲ្យយើងស្គាល់មិត្តពិតប្រាកដមនុស្សខ្លះកំពុងតែចាំមើលយើងបរាជ័យមនុស្សខ្លះទៀតកំពុងតែចាំមើលយើងបោះបង់ហើយមនុស្សខ្លះទៀតកំពុងតែចាំមើលយើងវង្វេងផ្លូវចូលទុកឲ្យពួកគេរងចាំចុះ